បាត់ពិសោធន៍បោះប៊ូលីងលើដំបងផុតរបស់ខ្ញុំនៅជប៉ុនយ៉ាងទៅនៅខ្មែរក៏ដែរនេះលើកទី1ទៅជាមួយមិត្តភ័ក្តិជនជាតិឥណ្ឌូនេស៊ី2នាក់ទៀតហើយមិត្តភ័ក្តិខ្ញុំ2នាក់ហ្នឹងមានម្នាក់នោះក៏អត់នេះដែរអត់ដែលលេងនៅលើកទី1ហើយម្នាក់ពាក់អាវសមិញហ្នឹងគេធ្លាប់លេងហើយមកលើកហ្នឹងមានពឹងម្នាក់ពាក់អាវសហ្នឹងឲ្យគេជួយណែនាំឲ្យមកដល់ដំបងយើងត្រូវទៅសេឈ្មោះពួកយើងទាំង3នាក់ដោយសារគេត្រូវតែបពេញឈ្មោះយើងនៅអេក្រង់របស់កន្លែងបោះប៊ូលីងហ្នឹងណានៅពេលដែលយើងបោះបានមកបន្ទុកវាលោតឈ្មោះយើងហើយលោតបន្ទុកនៅលើហ្នឹងហើយណាគេបោះបានច្រើនជាងគេអីចឹងណាតបមកក៏ថាសាច់ដុំក៏ទៅយើងចូលលេងហ្មងក៏បានដែរប៉ុន្តែខ្ញុំឃើញជនជាតិជប៉ុនយាយតាក៏កដាសាច់ដុំមុនលេងខ្ញុំទៅកដាសាច់ដុំមួយគាត់ទៅហាត់ប្រាណលេងមួយគាត់ចឹងណាតបមកយើងទៅជួបបិជើងយើងដាក់លុយទៅដូចជាមួយគូប្រហែលជាខ្ទង់$3ជួលហ្នឹងហើយយើងចុចយកលុយស្បែកជើងរបស់យើងមកពាក់លេខម៉ានហើយខ្ញុំពាក់លេខ26លេខជប៉ុនលេខខ្មែរ42គីឡូធ្ងន់ជើងក៏ធំដែរបើជើងយើងល្អបើជើងកាត់ល្អអញ្ចឹងត្រូវជួលឥឡូវយើងមើលប៊ូលម្ដងយើងត្រូវសោកដៃចូលក្នុងប្រហោងហ្នឹងបើសិនវាអាឡុងពេកខ្លាចល្បោទៅបតឹងពេកខ្លាចពេកបោះទៅវាអត់ទៅអញ្ចឹងណាឈឺដៃឈឺអញ្ចឹងយើងត្រូវមកសាកមើលហើយយើងហើតាមប៊ូលណាដែលយើងគិតថាស័ក្តិសមមួយដៃយើងហើយពួកម៉ាក់ចាប់ដើមបរៀនខ្ញុំហ៎ពួកម៉ាក់ខ្ញុំគេបកាយបោះដួលរហូតនេះទេគេអាសាទៅគេទៅលេងសង្ហអាទិត្យពួកម៉ាក់ខ្ញុំហ្នឹងគេមកពីបាលីមកពីកោះបាលីឥណ្ឌូនេស៊ីណៃឲ្យខ្ញុំវិញចាំមើលរីកទៅដល់វគ្គកូនសិស្សឡើងហើយគ្រូញីបកាយខ្ញុំមកទៅកូនសិស្សវិញខ្ញុំបោះទៅចំហៀងទេខ្ញុំទៅអាកន្លែងណាអត់មានដបពេលហ្នឹងខ្ញុំគឺទៅប្រឡោះហ្នឹងហ្មងហើយអាហ្នឹងខ្ញុំថតអត់ជាប់ផងឯងមានម្ដងនោះខ្ញុំបោះទៅល្អទៅទាំងខ្លួនទៀតទៅទាំងអស់ហ្មងនេះអត់ចេះប៊ូហ្នឹងមានតាមគីឡូវាមាន8គីឡូមាន5គីឡូក៏មាន10គីឡូ11គីឡូក៏មានដែរនេះមិត្តភក្តិម្នាក់ទៀតក៏លើកទី1ដែរដំបងគេហ្នឹងលេខ3ខ្ញុំហ្នឹងលេខ2តែដល់ពេលដល់ទឹកចុងក្រោយគេលេខ2ខ្ញុំលេខ3វិញលេងហ្នឹងពួកយើងលេងបែបfree time ម៉ោងសេរីហើយទៅពួកយើងចែកលុយគ្នាអស់ម្នាក់ប្រហែលជា$8ឥឡូវចាប់ហើយយកស្បែកជើងយកទៅទុកកន្លែងគេនេះស្បែកជើងគេដាក់អាហ្នឹងយើងប្រើហើយអញ្ចឹងណាគេយកទៅបោកគក់ទៅវិញហើយបាយបាយជួបគ្នាពេលក្រោយ